នេះខ្ញុំមកបំពេញមួយបន្តិចដែលលោកគ្រូដាក់ឲ្យយើងធ្វើកិច្ចការ midterm ដំបូងយើងចូល print ដើម្បីបង្កើតវាចូល new កន្លែងនេះយើងដាក់ឈ្មោះ IT ហើយមកយើងកើតមួយទៀត accounting តមកយើងចូលទៅកាន់ port ដើម្បីដាក់ Ethernet 2 Ethernet 3 ទៅជា IP department ហើយ Ethernet 4 និង Ethernet 5ដាក់ទៅជាaccounting យើងចូលមក port ហើយយើងចូលហើយយើងចូលទៅកាន់ port ហើយយើងចូល new យើងរើ Ethernet 2យើងចុច fly ចុច OK ហើយយើងចុច new មួយទៀតយើងយក Ethernet 3 fly ទៅមកចុច pair យក new Ethernet 4 line print នេះយើងដាក់ accounting ម្ដងapply ហើយអូខេយើងតបលោកគ្រូឲ្យយើងដាក់ IP address ទៅលើ print mode ចូលមកកាន់ IP យើងរកពាក្យ address ដើម្បីយើងយកពាក្យថា new ហើយយើងដាក់ IP ថ្ងៃនេះយើងរក fly យើងចុច OK ហើយយើងដាក់ឲ្យទៀតពេលមួយទៀតអបអរចុចចុចហើយចុចថ្ងៃនេះយក accounting ដល់ហើយយើងដាក់ IP address ហើយយើងបន្ទាប់យើងចូល DHCP server សម្រាប់ DHCP server យើងចូលមក IP ដដែលយើងយក DHCP server ក្នុងកន្លែងនេះយើងយកពាក្យថា DHCP setup តោះយើងរើសពីខាងនេះចុច next ទៀតហើយ next ទៀតកន្លែងនេះយើងត្រូវកែដាក់កន្លែងនេះ50ហើយយើងចុច next កន្លែង DNS server យើងត្រូវដាក់ 8 4
mới như chụp này lại nét cô đặt bay màu đây tiết chụp cái một tiết không phải để một số đi ACP setup tương đương hunting rồi next next cái này tiết lấy dân số rồi bây giờ chụp này là điện server dân đạo không bay tiết bay buồn ra tiết chụp next lấy bay màu càng nghe ngay cái hỏi hỏi và mình lại đặt có xong nó chia sẻ